នេះជាទស្សនវិជ្ជានៃការបំពុះលោកប្រមាណ70អង្គនៅវត្តប្រាសាទនាងខ្មៅខេត្តតាកែវដែលជាវត្តទទួលក្មេងក្រីក្រដែលជាក្មេងអនាថាក៏ដូចជាក្មេងដែលគាត់ពិបាករស់នៅជាមួយអាណាព្យាបាលឬក៏ពិបាកមើលថែអីជាដើមហ្នឹងគឺត្រូវបានទទួលឲ្យមករស់នៅវត្តប្រាសាទនាងខ្មៅដើម្បីបួសរៀនសូត្រធម៌ក៏ដូចជាសិក្សារៀនសូត្របន្តចំណេះដឹងដើម្បីស្វែងរកថ្ងៃអនាគតនាពេលខាងមុខវត្តប្រាសាទនាងខ្មៅជាវត្តមួយទទួលក្មេងអនាថាក៏ដូចជាក្មេងក្រីក្រមករស់នៅនិងសិក្សារៀនសូត្រនៅទីនេះហើយនេះជាទស្សនវិជ្ជាអាណាព្យាបាលបងប្អូនប្រជាពលរដ្ឋដែលចូលរួមបំពុះលោកនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលត្រូវនឹងថ្ងៃទី5ទី6ខែមេសាមុនចូលឆ្នាំខ្មែរដែលមានការចូលរួមដោយអាយដាមជួនកក្កដាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដែលពីមុនលោកជាព្រះសង្ឃជួនកក្កដាដែលមានភាពល្បីល្បាញគង់នៅវត្តប្រាសាទនាងខ្មៅអស់ជាច្រើនឆ្នាំហើយនេះជាការដង្ហែបំពុះលោកនៅថ្ងៃសៅរ៍ទី5ខែមេសាមុនចូលឆ្នាំខ្មែរដែលជាទស្សនវិជ្ជាដង្ហែជុំវិញវត្តប្រាសាទនាងខ្មៅដែលមានការចូលរួមពីពុទ្ធបរិស័ទជាច្រើនអ្នកក្នុងការបំពុះលោកប្រមាណ70អង្គនេនតូចដែលកាត់ចេញពីគ្រួសារក្រីក្រក៏ដូចជាដែលអាណាព្យាបាលរបស់ពួកគេមិនអាចមើលថែគ្រប់គ្រងបានហើយជាក្មេងពិបាកអប់រំនៅក្នុងគ្រួសារគាត់យកមកបួសរៀនសូត្រនៅវត្តប្រាសាទនាងខ្មៅនេះហើយដែលមានការចូលរួមពីអាយដាមជួនកក្កដាជាថ្ងៃមួយដ៏ពិតជាអស្ចារ្យដែលមិនធ្លាប់ឃើញមានដែលមានការបំពុះលោកជាច្រើនអង្គដែលប្រជាពលរដ្ឋក៏ដូចជាសាធារណជនមិនដែលធ្លាប់ឃើញនេះមានការបង្ហាញដូចខ្ញុំបានថតវីដេអូផុសដូច្នេះចឹងគឺប្រមាណ70អង្គឯនោះបំពុះបាទដូចខ្ញុំបានបញ្ជាក់អញ្ចឹងវត្តប្រាសាទនាងខ្មៅនៅខេត្តតាកែវដែលជាវត្តទទួលក្មេងអនាថាក្មេងដែលគ្រួសារគាត់ពិបាកអប់រំនៅផ្ទះអញ្ចឹងគាត់បញ្ជូនទៅវត្តប្រាសាទនាងខ្មៅដើម្បីសិក្សារៀនព្រះធម៌និងកាពីអក្សរសាស្ត្រអីជាដើមហ្នឹងដើម្បីចម្លងឲ្យគាត់មានអនាគតនាពេលខាងមុខរស់នៅក្នុងសង្គមឲ្យបានល្អក្លាយជាពលរដ្ឋល្អដើម្បីជួយសង្គមជាតិយើងទៅថ្ងៃអនាគត